ពេលបានឃើញវីដេអូនេះហើយតែងតែនឹកឃើញពីចំនួនដើមណាបងប្អូនតែពីចំនួនដើមដែលចាស់គាត់តែងតែធ្វើចេះជៀនម្ដងទម្រាំតែបានហូបហ្នឹងត្រូវការកិនម្សៅត្រូវការកិនអង្ករលាងអង្ករអីជាដើមអញ្ចឹងណាតែមកដល់សម័យបច្ចុប្បន្ននេះវិញគឺអត់ទេបងប្អូនសម្រាប់សម័យបច្ចុប្បន្ននេះវិញទាំងការធ្វើនំអ្វីផ្សេងទាំងការធ្វើចេះជៀនជាពិសេសគឺការធ្វើចេះជៀនគឺពិតជាមានភាពងាយស្រួលមែនទែនដោយសារបច្ចុប្បន្ននេះគឺគេប្រើម្សៅស្រាប់បងប្អូនមិនបាច់ហត់កិនម្សៅដូចពីមុនទេពីមុនតើត្រាំទឹកអង្ករមួយយប់ហើយទើបអាចយកទៅធ្វើជាម្សៅបានណាហើយសម្រាប់ម្សៅនេះដែរគឺខ្ញុំអត់ប្រើរបស់ចោលទេបងប្អូនគឺរបស់ផ្ទះលេខ2គឺអត់ប្រើជាដាច់ខាតហើយអធិពលនៃការពាក់អ៊ីការបស់ខ្មែរយើងគឺពិតជាមានប្រសិទ្ធភាពមែនសូមបងប្អូននៅបន្តពាក់អ៊ីកាទាំងអស់គ្នាគឺកុំប្រើរបស់ផ្ទះជាលេខ2ជាដាច់ខាតបងប្អូនបើបងប្អូននៅតែប្រើបានន័យថាយើងដូចជាចិញ្ចឹមចោលឲ្យមកវាយយើងវិញអញ្ចឹងហើយសម្រាប់ការធ្វើចេះជៀននេះដែរគឺយើងអត់មានហត់ដូចថាសង្កត់ហត់អីទេបងប្អូនគឺដោយសារយើងហូបលក្ខណៈគ្រួសារធ្វើហូបដោយខ្លួនឯងអញ្ចឹងយើងគ្រាន់តែចិត្តមកហើយដាក់ម្សៅបំពងវាមកជាការហ្វ្រាច់ហើយសម្រាប់ការបំពងនេះដែរគឺយើងមានដាក់ស្ករដាក់អំបិលនិងដាក់ប៊ីចេងប៉ុន្តែស្ករដាក់ច្រើនជាងគេប៉ុន្តែប៊ីចេងនិងអំបិលគឺយើងគ្រាន់តែដាក់តិចទេបងប្អូនព្រោះយើងដាក់នេះគ្រាន់តែឲ្យវាកាត់ជាតិផ្អែមខ្លះណាឲ្យវាមានជាតិប្រៃបន្តិចចឹងឲ្យវាកាត់ផ្អែមខ្លះកុំឲ្យវាផ្អែមពេកគឺអត់ឆ្ងាញ់ទេបងប្អូនវាคล้ายជាការទលាន់ហើយសម្រាប់ការបំពងនេះគឺយើងបំពង2ដងយើងដាក់ម្សៅ2ដងទៅវាអាចបំពងជាប់ហើយនេះគឺជាការបំពងលើកទី2ហើយបងប្អូននេះដូចថាយើងដាក់ម្សៅបានម្ដងណាឥឡូវយើងដាក់ម្សៅម្ដងទៀតគឺយើងបំពងម្ដងទៀតហើយបន្ទាប់ពីបំពងរួចយើងគ្រាន់តែទុកឲ្យត្រជាក់ទៅនឹងអាចញ៉ាំបានហើយបងប្អូនហើយក៏អរគុណបងប្អូនដែរសម្រាប់ការតាមដានវីដេអូរហូតដល់ចប់